បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនេះជាវីដេអូទី3ហើយដែលខ្ញុំប្រើ AI prompt សម្រាប់ជួយការងារ architect interior អញ្ចឹងវីដេអូទី3នេះសម្រាប់អ្នកដែលរៀនផ្នែក landscape ម្ដងអូខេអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញនៅក្នុងរូប thumbnail អឺយើងអាចបើថាយើងមានរូបថតមួយថាជាក្រោយផ្ទះយើងឬក៏ជាផ្ទះទៀតយើងនឹងចង់បាន design landscape មួយដែលស្អាតយើងអាចប្រើ prompt ជួយយើងបានហើយរបៀបដែលធ្វើហ្នឹងវាមិនយូរទេអាចថាតែមួយនាទីអីហ្នឹងយើងអាច generate បានពី3 option ណាអូខេអញ្ចឹងមុននឹងយើងចូលទៅដល់ការសរសេរ prompt ដើម្បី generate ការងារ landscape ហ្នឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ពី basic មួយចំនួនទាក់ទងនឹងការសរសេរ prompt សិនអូខេអញ្ចឹងអានេះជាឧទាហរណ៍មួយទៀតសម្រាប់ការសរសេរ prompt អញ្ចឹងធម្មតាយើងអាចមានត្រឹមតែរូប sketch បែបនេះទៅយើងសរសេរ prompt វានឹងចេញមកស្អាត render បែបនេះអូខេអញ្ចឹងមិនខុសពីការងារ architect ហើយនឹង interior ទេយើងត្រូវរៀបចំ scene មុននឹងយើងយកទៅចូលក្នុង ChatGPT ដើម្បីវា say prompt ដើម្បី generate rendering ការងារ landscape ហ្នឹងអញ្ចឹងទីមួយយើងត្រូវមាន clean layout បែបនេះហើយបន្តមកទៀតយើងអាចចាប់កាមេរ៉ាទៅ angle យើងចង់បាន angle ជា bird eye view ឬក៏ human eye view អីចឹងមកហើយយើងព្យាយាមដាក់ texture តិចតួចទៅគឺថា texture ស្មៅផ្លូវដើរកាឡា bend អីនេះចឹងដើមឈើអីចឹងយើងមានជា basic មកហើយបន្តទៀតយើងចាប់ដើម export វាជា file PNG ឬក៏ JPEG ទៅតែសម្រាប់ recommendation ពីខ្ញុំគឺយើងយក file PNG ទៅដោយសារ file ហ្នឹងវាច្បាស់អូខេអញ្ចឹងអានេះរបៀបទៅ say prompt prompt បែប basic បែបខ្លីៗអញ្ចឹងក្នុង prompt ហ្នឹងខ្ញុំអាចបញ្ចូលតិចទៅអញ្ចឹងក្នុងហ្នឹងមានពាក្យ ultra realistic tropical landscape អញ្ចឹងយើងចង់ឲ្យរូបដែលយើង upload ទៅវាទៅជា tropical landscape visualization អញ្ចឹងទៅបែបមាន sunset lighting realistic vegetation បានថាមានដើមឈើមានបន្លែបៃតងសួនបៃតងអីអញ្ចឹងពណ៌ខៀវអញ្ចឹងទៅនៅជាប្រភេទ outdoor atmosphere ទៅហើយសំខាន់មិនថា architect ឬក៏ interior អីដូចគ្នាទេយើងព្យាយាមទៅសេវា preserve original SketchUp landscape layout ចឹងទៅបានថារូបយើង upload ប៉ុណ្ណាវានឹង generate rendering មកឲ្យវាដូចអានឹងបានថាវាមិនដូច 100% ប៉ុន្តែយ៉ាងហោចហ្នឹងក៏បាន90ឬ95% ដែរហើយបន្ទាប់មកយើងប្រើពាក្យ ultra detail rendering ទៅអញ្ចឹងអា prompt នេះវាយើងអាច adjust តិចតួចថែមថយតាមរូបយើងជាក់ស្ដែងអញ្ចឹងណាសម្រាប់ឲ្យយើងមើលទៅវាមាន keyword ទាំងអស់ហ្នឹងអញ្ចឹងនៅពេលយើងមាន keyword ទាំងអស់ហ្នឹងហើយអញ្ចឹងរូបយើងកាន់តែច្បាស់កាន់តែល្អហើយកាន់តែដូចអ្វីយើងចង់បានអូខេហ្នឹងការ set prompt ចានេះជាគំរូ prompt មិញណាខ្ញុំមិនបាច់ detail ទៀតទេអញ្ចឹងយើងទៅមុខហ្មងទៅគេអានេះជា process នៃការrendering ហ្នឹងជាទៅយើងគ្រាន់យក file ដែលយើង export មកលក្ខណៈបែបនេះឬក៏យើងមាន texture តិចតួចអីអញ្ចឹងមក upload ចូល AI វាចាប់ផ្ដើម generate ហើយវានឹងចេញoutput វាបែបនេះអូខេហើយមួយទៀតយើងអាចមិនថាតែ file ដែលយើងគូពេលខ្លះយើង sketch យើងគូ draft លេងឧទាហរណ៍រូបនៅក្នុងរូបនេះអញ្ចឹងយើងគ្រាន់គូរបៀប green ហើយអានេះពណ៌ប្រផេះឬដុំថ្មអញ្ចឹងទៅយើងគ្រាន់តែសេថែមថយតិចទៅវាចេញ render មកស្អាតបែបនេះមានផ្កាមានសួនមានដុំថ្មមានមេឃមានអីអញ្ចឹងទៅចានេះឧទាហរណ៍មួយទៀតអញ្ចឹងសួរទេដោយយើងប្រើ basic prompt ដែលខ្ញុំបានសរសេរនឹងចាហ្នឹងមានប៉ុណ្ណឹងហើយយើងនឹងចូលទៅដល់ការ testing សរសេរ prompt សម្រាប់ការងារ landscape តែម្ដងអូខេឥឡូវយើងចូលទៅដល់ក្នុង chat GPT ហើយចូលនឹង chat box ហើយអញ្ចឹងយើងមួយយើងទៅយក prompt ដែលខ្ញុំបានសរសេរមុនហ្នឹងអញ្ចឹងយើងទៅរកមកអូខេនេះជា prompt ហើយបន្តទៀតយើងយករូបគំរូគេថាយករូបគំរូដែលយើងមាននេះហ្មងទៅ testing អូខេ snapshot យើងកាត់មក
thôi cho miền tè điểm nâng trắng này nhưng cho từ ChatGPTឲ្យវា generate cái testing ở nâng thả về tranh bàn đồ chẳng ọt đấy nhưng cho testing mùi sân tới hay dương tờ độ tờ hồn tiết mùi ní tiết ok mình phở prompt tờ đá đừng về tranh đồ giót rồi thì họ thì bấy ní ọt sát ní đưa ọt sát nè xả này mới tiệt chẳng đừng vì tranh màu sát đôi trẻ ọt ok copy nắng hay copy prompt tờ đá thì bầu ok chắc là đi chỉ ru tì muối ở đại nhầm vô thò ní thò nhầm ru thọt cái dương chả vô màu tiền đẹp món chẳng bị tranh còn sắp design ở dương mơ chẳng tích nhầm xuống biệt không tích thì chẳng nhận ngọt này khởi anh đi chỉ ru chẳng để đòi ai chẳng bị suy diêm khiếp một thọt dương nè trong bị tranh màu là hoàn bản này chẳng sàn mình tèn rồi tới đối mình tèn chẳng hạn ní tè giống như nơi kịp đại ok chẳng có họ thì phí mở hàng nữa ok nếu chịu họ thì phí nếu chỉ ruột đáo thì nếu chỉ ruột generate thôi nên học nên mới sàn mình tèn chân vì from đi vừa lo mình tèn rồi tới như đàm chơi có đôi bật lại thiên có đôi mình bật bài tàng tập bên coi ní có việc mình kịp bật trở này nếu thì họ một tiết chẳng anh ấy chỉ rú cùng rú chẳng vì bạn này tiền chẳng nhưng phở AI nó sát mình tên mà chả nắng chỉ test xem đẹp bàn hà basic prompt á chẳng nhưng miền testing một tiết xem đẹp prompt là dân xem về tích chẳng nhưng từ copy prompt để về thì dân detail chứ năng tích thì những copy máu trong prompt từng ngon nó nhầm từng tờ lẽ nó không Telegram group hoặc nhầm bờ sân chỉ mình trong từ nơi không nó thích này ai chuyển short rồi có copy bị bạn chắc là đi chỉ mình là cái nào đi thêm tích cho nhầm giò model những tờ đá giò đi để này và sân đen nó đi bên tới cô tại mơ prompt năng tích tích những cái thôi là bìa viết cho mùi năng rụt còn dương đá vì mình che ta đã tới vì trình có thể chắc nhầm test sản hồng muối một tiết vì năng ta đá để rụt thì pi để tiết from năng ta đá đi rụt thọ thì 7 không tao nè ngọt kia chặt toán bờ toán thế nhận nghe anh xa thôi khỏi tí tới thì những anh replay lần bình màu thì nhưng mà họ bay tiết hỏi ra prom ta đá ru ta đá tay còn là prom đi cho nên việc detail trên muốn chẳng nhầm mơ đi xa tao ngọt kia chẳng chân đấy bay nung pe tao mùi nhưng cần tham hay thì tròn ru mi mùi ấy trong mặt ấy copy họ ok mình sẽ đi môi trong ở này mình thì copy prompt tục cái này prompt thì add image send thì chắc là đi là tập hợp trên vào đào ấy thì trong sàn mình tên này cho đi nhưng từ xe detail việc hiện detail chỉ một tích chẳng nè ngọc nên mới khơi thiệp sàn mình tên mà chỉ mới nhưng mà đào rút rút đất hay nhầm số mọi mở vì ba mình tên xem nhập chat GPT cho đi download hay những số mọi ngọc này nhưng khơi detail
ទឹកគឺទឹកហ្មងស្រមោលដុំថ្មសំបីតាពួក sourcescape នេះដើមដូងដើមអីថ្ងៃរះថ្ងៃលិចអីគឺលយមែនតើនេះមាន reflection មានអីទាំងអស់អញ្ចឹងអានេះបើសិនយើង render អីមែនតើអីយូរអានេះខ្ចាយពេលយូរខែហ្នឹងឧទាហរណ៍ទី1 new ទី2អញ្ចឹងអ្នកនរអាចឃើញឧទាហរណ៍បើសិនជារូបណាមួយយើងអត់ពេញចិត្តយើងអាចបន្ថែមបន្ថយបានច្រើននេះរូបនេះដូចជាពេលល្ងាចយើងចង់បានមកពេលថ្ងៃវិញ change scene scene to daytime អូខេ testing មួយទៀតទៅscene អត់ទៅ with couple យើងថែមមនុស្សទៀតមកគួយនៅហ្នឹងមកចឹង testing រូបនឹងមួយទៀតហ្នឹងមិនចង់ដឹងវាចេញវាមកចេញចាំតិចចានេះខ្ញុំឃើញវារបៀបដូចពេលល្ងាចហើយវាចង់ចូលយប់ហ្នឹងអញ្ចឹងខ្ញុំចង់បានស៊ីនហ្នឹងចេញពេលថ្ងៃហើយខ្ញុំបន្ថែមមនុស្ស2នាក់អញ្ចឹងមកចាំមើលវាចេញ result បានមិនគឺថាសម័យឥឡូវស្រួលការ render លេងប្រហែលដូចមុនប៉ុន្តែខ្ញុំផ្ដាំទាំងអស់នេះអត់ recommend សម្រាប់ការងាររបៀបផ្លូវការអានេះយើងបានទៅ rough idea យើងចង់ឆ្លងជាមួយ client ជាមួយមេយើងអីប្រអសនហ្នឹងបើសិនជាយកផ្លូវការខ្ញុំគិតថាបើយើងមើលឲ្យវិភាគទៅវាអាចនឹងមិនដូចពិត 100% ទេអូខេអញ្ចឹងចាញ់ហ្នឹងណាពីរូបនេះមករូបនេះពេលថ្ងៃវិញស្អាតមែនតើហ្មងស្រឡាញ់ហ្មងដូចមែនតើហើយវាព្យាយាមរក្សា element ទាំងអស់ហើយ control scene ហ្នឹងមកពេលថ្ងៃវិញអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងអរគុណច្រើនបើសិនមាន comment អីអាច drop ជា comment នៅក្នុង YouTube channel ខ្ញុំក៏បាននៅក្នុង Telegram ក៏បានហើយខ្ញុំក៏មាន Facebook ដែរគ្រាន់តែក្នុង Facebook អត់សូវ upload ទៀងទាត់អញ្ចឹងមានប៉ុណ្ណឹងអរគុណច្រើនអូខេឥឡូវយើងចូលទៅដល់ក្នុង chat GPT ហើយចូលនឹង chat box ហើយអញ្ចឹងមួយយើងទៅយក prompt ដែលខ្ញុំបានសរសេរមុនហ្នឹងអញ្ចឹងយើងទៅរកមកអូខេនេះជា prompt ហើយបន្តទៀតយើងយករូបគំរូគេថាយករូបគំរូដែលយើងមាននេះមកទៅ testing អូខេ snapshot ខ្ញុំកាត់មកនេះថយយើងមានផ្ទះរបៀបហ្នឹងអញ្ចឹងណាយើងចូលទៅ ChatGPT ឲ្យវា generate យើង testing អត់ដឹងថាវាចេញបានដូចចឹងអត់ទេយើងចុច testing មួយសិនទៅហើយយើងទៅរកឧទាហរណ៍មួយទៀតមួយនេះទៀតអូខេខ្ញុំប្រើ prompt ដដែលហ្នឹងចង់ដឹងវាចេញដូចអត់រកឧទាហរណ៍ទី3នេះអត់ស្អាតនេះអត់ស្អាតនេះស្អាតនេះមួយទៀតចង់ដឹងវាចេញមកស្អាតដូចចេះអត់អូខេ copy អាហ្នឹងហើយ copy prompt ដដែលអូខេចាពោអូខេអញ្ចឹងអានេះជារូបទី1ដែលខ្ញុំយកថតនេះឬថតខ្ញុំរូបថតផ្ទះយើងចាស់យកមក generate មកអញ្ចឹងវាចេញ concept design ឲ្យយើងមើលចាំតិចខ្ញុំซูមវាធំតិចអូខេអញ្ចឹងអ្នកនរគ្នាឃើញអានេះជារូប generate ដោយ AI អញ្ចឹងវាព្យាយាម keep mode រូបថតយើងនេះអញ្ចឹងវាចេញមកលទ្ធផលបែបនេះអញ្ចឹងស្អាតមែនតើមើលទៅដូចមែនតើអញ្ចឹងនេះផ្ទះយើងមាននៅ keep ដដែលអូខេអញ្ចឹងឧទាហរណ៍ទី2មើលហើយនេះអូខេនេះជាឧទាហរណ៍ទី2នេះជារូបដើម
ចានេះជារូប generate ហើយអ្នកនរគ្នាមើលស្អាតមែនតើអញ្ចឹងវា prompt នេះបើល្អមែនតើមើលទៅមានដើមឈើក៏ដូចពិត lighting ក៏ដូចមានពិតសម្បីតែអាងទឹកអា band ស្គុយនេះក៏វាមានភាពពិតច្រើនដែរនេះឧទាហរណ៍មួយទៀតអញ្ចឹងអានេះជារូបគំរូអញ្ចឹងវាបែបនេះទេអញ្ចឹងយើងប្រើ AI មកស្អាតមែនតើហ្មងចាហ្នឹងជា test សម្រាប់បានថា basic prompt អញ្ចឹងខ្ញុំមាន testing មួយទៀតសម្រាប់ prompt ដែលយើងសេងវែងតិចអញ្ចឹងខ្ញុំទៅ copy prompt ដែលវែងហើយយើង detail ជាងនឹងតិចហើយខ្ញុំ copy មកអញ្ចឹង prompt ទាំងអស់នេះទាំងអស់ហ្នឹងខ្ញុំនឹងតម្លាក់នៅក្នុង Telegram group របស់ខ្ញុំបើសិនជាមិនចង់ទៅនៅក្នុងនោះទេអ្នកនាងអាច screenshot ឬក៏ copy ពីហ្នឹងបានអញ្ចឹងអានេះជាមានលក្ខណៈ detail បន្តិចខ្ញុំយក model នឹងដដែលខ្ញុំយកនេះផ្ទះនេះបើសិនអ្នកទាំងអស់គ្នាមានពេលគួរតែមើលអា prompt នឹងតិចទៅយើងកែថ្មីឲ្យវា fit ជាមួយនឹងរូបរបស់យើងដែរវាមិនមែនចេះតែដាក់ទៅវាចេញអស់ទេអញ្ចឹងខ្ញុំ test អានឹងមួយទៀតពីនឹងដដែលតែរូបទី2តែទៀតព្រមនឹងដដែលហើយរូបឧទាហរណ៍ទី3សង្ឃឹមតាអ្នកទាំងអស់គ្នាចាប់តន់បើអត់តន់ទេអ្នកគ្នាអាចសារទៅក្រោយតិចទៅហើយយើងអាច replay ឡើងវិញមកអូខេខ្ញុំឧទាហរណ៍3ទៀតឲ្យប្រើ prompt ដដែលរូបដដែលតែគ្រាន់តែ prompt នេះជាងនេះវា detail ជាងមុនអូខេអញ្ចឹងចាំមើល result ទាំងអស់គ្នាអញ្ចឹង generate 3ក្នុងពេលតែមួយខ្ញុំគិតថាប្រហែលជាជាន់រូបនេះមួយចឹងអត់អី copy ហៅអូខេមិញ miss អានេះមួយចឹងបើនេះវិញពី prompt តុបអូខេនេះ prompt គឺ add image send អញ្ចឹងអានេះលទ្ធផលចេញមកបណ្ដាហើយអូខេអញ្ចឹងស្អាតមែនតើអញ្ចឹងអានេះខ្ញុំទៅ say detail វារៀង detail ជាងមុនបន្តិចអញ្ចឹងអ្នកទាំងអស់គ្នាមើលឃើញភាពស្អាតមែនតើហ្មងចាំមើលខ្ញុំនឹងដោនរូបហ្នឹងហើយខ្ញុំ zoom ឲ្យមើលវាច្បាស់មែនតើសម្រាប់ ChatGPT ចានេះខ្ញុំ download ហើយយើង zoom មើលអស់នេះយើងឃើញ detail ទឹកគឺទឹកហ្មងសម្មោលដុំថ្មសំបីតាពួក sourcescape នេះដើមដូងដើមអីថ្ងៃរះថ្ងៃលិចអីគឺលយមែនតើនេះមាន reflection មានអីទាំងអស់អញ្ចឹងអានេះបើសិនយើង render អីមែនតើអីយូរអានេះខ្ចាយពេលយូរខែហ្នឹងឧទាហរណ៍ទី1នេះឧទាហរណ៍ទី2អញ្ចឹងអ្នកនរអាចឃើញឧទាហរណ៍បើសិនជារូបណាមួយយើងអត់ពេញចិត្តយើងអាចបន្ថែមបន្ថយបានចានេះរូបនេះដូចជាពេលល្ងាចយើងចង់បានមកពេលថ្ងៃវិញឆេង scene to daytime អូខេ testing មួយទៀតទៅscene អត់ទៅ with couple យើងថែមមនុស្សទៀតមកគួយនៅហ្នឹងមកចឹង testing រូបនឹងមួយទៀតហ្នឹងខ្ញុំចង់ដឹងវាចេញរបៀបម៉េចវិញចាំបន្តិចចានេះខ្ញុំឃើញវារបៀបដូចពេលល្ងាចហើយវាចង់ចូលយប់ហ្នឹងអញ្ចឹងខ្ញុំចង់បានស៊ីនហ្នឹងចេញពេលថ្ងៃហើយខ្ញុំបន្ថែមមនុស្ស2នាក់អញ្ចឹងមកចាំមើលវាចេញ result បានមិនគិតថាសម័យឥឡូវស្រួលការ render លេងប្រហែលដូចមុនប៉ុន្តែខ្ញុំផ្ដាំដល់អ្នកនេះអត់ recommend សម្រាប់ការងាររបៀបផ្លូវការអានេះយើងបានទៅ rough idea យើងចង់ឆ្លងជាមួយ client ជាមួយមេយើងអីប្រអសនហ្នឹងបើសិនជាយកផ្លូវការខ្ញុំគិតថាបើយើងមើលឲ្យវិភាគទៅវាអាចនឹងមិនដូចពិត 100% ទេអូខេអញ្ចឹងចាញ់ហើយណា
ពីរូបនេះមករូបនេះពេលថ្ងៃវិញស្អាតមែនតើហ្មងស្រឡាញ់ហ្មងដូចមែនតើហើយវាព្យាយាមរក្សា element ទាំងអស់ហើយ control sin ហ្នឹងមកពេលថ្ងៃវិញអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងអរគុណច្រើនបើសិនមាន comment អីអាច drop ជា comment នៅក្នុង YouTube channel ខ្ញុំក៏បាននៅក្នុង Telegram ក៏បានហើយខ្ញុំក៏មាន Facebook ដែរ còn đãក្នុង Facebook អត់សូវ upload ទៀងទាត់អញ្ចឹងមានប៉ុណ្ណឹងអរគុណច្រើន